Hello Hello សួស្តីអ្នកទាំងអស់គ្នាចានេះមកជួបគ្នាទៀតហើយអ្នកទាំងអស់គ្នាសុខសប្បាយទេនិយាយទៅអ្នកទាំងអស់គ្នាមួយរយៈហ្នឹងនាងខ្ញុំទទួលបានសំណួរពីបងប្អូនខ្មែរយើងច្រើនដែលតាក់ទិនរឿង business រឿងអីហ្នឹងអញ្ចឹងពេលដែលនាងខ្ញុំចូលប្រឡូកទៅក៏នាងខ្ញុំដូចថាមានដូចថាព័ត៌មានច្រើនដែលចង់ចែករំលែកអ្នកទាំងអស់គ្នាពេលដែលយើងបើក business នីមួយៗអញ្ចឹងអ្នកទាំងអស់គ្នាចាប៉ុន្តែយ៉ាងណាមិញថ្ងៃហ្នឹងនាងខ្ញុំគ្រាន់តែចង់លើកជា general សម្រាប់បងប្អូនខ្មែរយើងដែលគាត់គិតពិចារណាថាចង់បើកខាង Rossi ជារបស់ខ្លួនឯងអីហ្នឹងហើយចង់មានគំនិតមានអីថាគួរតែចាប់ផ្ដើមពីចំណុចណាអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលនាងខ្ញុំអាចនិយាយបានអ្នកទាំងអស់គ្នាយើងដូចថាត្រូវមើលទៅតាម business ផ្សេងៗដែលយើងចង់ធ្វើចាដូចជាឧទាហរណ៍បើសិនជាយើងនិយាយពីពពួកហាងម្ហូបពពួកកាហ្វេពពួកដូណាត់ឬមួយពពួក bakery អីក៏ដោយនេះខ្ញុំចង់និយាយថាការជំនាន់ពីមុនដូចថាយើងគ្រាន់តែបើកទៅមានភ្ញៀវចូលហើយប៉ុន្តែសម័យយើងឥឡូវគេហៅសម័យអ៊ីនធឺណិតអញ្ចឹងចង់និយាយថាបើសិនជាយើងធ្វើទៅវាអត់ស្អាតវាអត់លយវាអត់ឆ្ងាញ់វាអត់តាក់ទាញចឹងជួនកាល business ហ្នឹងអត់ដើរអ្នកទាំងអស់គ្នាលុះត្រាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាបើកនៅចំកន្លែងទីតាំងដែលគេហៅថាជា prime real estate ចឹងចង់និយាយថាវាអាចជាការទីប្រជុំជនជាមួយនឹងអ្នកដទៃដែរចឹងណាអញ្ចឹងពេលដែលគេមកចឹងទៅគឺរបៀបថាមានគេមានឯងមានគេឃើញមានអីចឹង business យើងវាអាចយោងទៅតាមតែបើថាសម័យឥឡូវបើថាយើងគ្រាន់តែបើកហើយយើងរំពឹងថាអ្នកចិត្តខាងដឹងអ្នកចិត្តខាងមកភ្លក់មករវល់គឺអត់មានទេឬមួយក៏បើកភ្លាមមានគេមកឈរចាំឡាញឈរចាំអីគឺអត់មានទេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចង់និយាយថារាល់ business នីមួយៗពេលដែលយើងបើកគឺយើងត្រូវធ្វើ homework ច្រើនមែនតើពួកអ្នកដែលគេបើកហើយទីបំផុតអត់ដើរក៏មានដែរអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដឹងហើយពេលដែលយើងបើករបស់ Rossi បើកខាងនីមួយៗគឺវាតម្រូវឲ្យយើងធ្វើច្រើនមែនតើអ្នកទាំងអស់គ្នាតាំងពីការតុបតែងហាងតាំងពីការចំណាយតាំងពីរលុយដូចថាបុគ្គលិកដាក់និយាយទៅគឺវាមានចំណាយច្រើនដែលយើងត្រូវគិតពិចារណាចឹងរាល់ពេលដែល store យើងធ្វើនីមួយៗតំណងបើកចេញតំណង busy តំណងអីគឺយើងត្រូវការគិតការធ្វើការច្រើនចាចឹងអ្វីមួយដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នាបើសិនជាយើងនិយាយទៅយើងត្រូវទៅមើល business របស់គេ system របស់គេការរត់របស់គេយើងទៅមើលហាងដែលគេ busy នឹងតែម្ដងហ្មងដើម្បីយើងថាតើយើងគេធ្វើមិនបាច់ហេតុអីគេបើកទៅវារវល់ឬមួយមកជាពពួក franchise ឬមួយមកពីតំបន់ឬមួយកាហ្វេនឹងឆ្ងាញ់ឬមួយក៏មកហូបនឹងឆ្ងាញ់គេធ្វើអីបាន business នឹងវាដើរបានអញ្ចឹងវាតម្រូវត្រូវយើងទៅឆែកមើលគេមើលឯងយើងរៀនតាមគេ business ដែលគេដើរស្រាប់ហើយធម្មតាគេមិនតែប្រាប់យើងទៅទាំងអស់ទេប៉ុន្តែបើសិនជាយើងទៅមើលទៅយើងអាចស្ទាបស្ទង់ដឹងបានមកពីមូលហេតុអី marketing internet ឬមួយក៏ influencer ឬមួយអីអញ្ចឹងស្អីគឺវាចង់និយាយថាវាតម្រូវត្រូវការយើងធ្វើ homework ទាំងអស់ហ្នឹងមុននឹងយើងបើកចេញជាកន្លែងមួយវាដូចជំនាន់ពីមុននេះអ្នកទាំងអស់គ្នាអញ្ចឹងចង់និយាយថាតំណង business ដើរតំណងបានចំណេញលុយតំណងដូចថាមានជាចំណូលមានអីគឺវាតម្រូវឲ្យយើងធ្វើច្រើនចាអញ្ចឹងរាល់ពេលដែលខ្ញុំចូលឆែកមើលកន្លែង business នីមួយៗចឹងខ្ញុំតែងតែឲ្យយោបល់ចិត្តយោងទៅលើករណីជាក់ស្ដែងទីតាំងមូលហេតុអីអញ្ចឹងយើងត្រូវមើលទាំងអស់ហ្នឹងអញ្ចឹងជួនកាល business ខ្លះគាត់នៅតំបន់ល្អហើយកន្លែងរបស់គាត់ស្អាតប៉ុន្តែហេតុអីមនុស្សអត់មកច្រើនមូលហេតុអី maybe customer service ចឹងចង់និយាយថាពេលយើងបើកrestaurant ពេលយើងបើកលំរ Rossi នីមួយៗគឺវាត្រូវការទាមទារឲ្យយើងដឹងទាំងអស់ហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាចាអញ្ចឹងអ្វីដែលខ្ញុំចែករំលែកអ្នកទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេចាំយើងវិលមកជួបគ្នានៅវីដេអូបន្តទៀតសុខសប្បាយអ្នកទាំងអស់គ្នាបាយបាយ